លោកមូថុនអភិបាលរងខេត្តបាត់ដំបងនិងជាតំណាងឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញបើកកម្មវិធីរត់ 10000 ជំហានដើម្បីសិស្ស 10000 នាក់ក្រោមប្រធានបទរត់ដើរដើម្បីលើកកម្ពស់ការអាននិងសារមន្ទីរសសរដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026នៅបរិវេណវិមានឯករាជ្យក្រុងបាត់ដំបងយោងតាមរបាយការណ៍របស់អ្នកសម្របសម្រួលកម្មវិធីបានបញ្ជាក់ថាកម្មវិធីនេះរៀបចំឡើងនៅក្នុងខេត្តចំនួន5មានខេត្តបាត់ដំបងកំពតស្ទឹងត្រែងតាកែវនិងខេត្តស្វាយរៀងដើម្បីចូលរួមអបអរសាទរកម្មវិធីរត់ 10000 ជំហានដើម្បីសិស្ស 10000 នាក់នៅថ្នាក់ជាតិដែលក្រុងនឹងប្រព្រឹត្តទៅនៅថ្ងៃទី31ខែឧសភាឆ្នាំ2026នៅរាជធានីភ្នំពេញក្រោមប្រតិបត្តិភាពឯកឧត្តមបណ្ឌិតសភាចារហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្ងៃនេះដែរក៏ជាថ្ងៃតែមួយនៃកម្មវិធីរត់ដូចគ្នាដែលកំពុងរៀបចំឡើងនៅខេត្តចំនួន4ផ្សេងទៀតរួមមានខេត្តកំពតស្ទឹងត្រែងស្វាយរៀងនិងខេត្តតាកែវមានអ្នកចូលរួមប្រមាណ 10000 នាក់ក្នុងទីតាំងទាំង5រួមទាំងខេត្តបាត់ដំបងចំពោះខេត្តបាត់ដំបងមានអ្នកចូលរួមប្រមាណ 4000 នាក់ដែលរៀបចំឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអានដើម្បីបណ្ដុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃនិងជំរុញវប្បធម៌អាននៅកម្ពុជាតាមរយៈការគាំទ្រនិងឧបត្ថម្ភទិវាជាតិអំណាននិងពិព័រណ៍សៀវភៅថ្នាក់ជាតិសម្រាប់រយៈពេល3ឆ្នាំចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរនៅសារមន្ទីរសសរតាមរយៈការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្ដាខេត្តចំនួន 10000 នាក់ទៅសារមន្ទីរសសរសម្រាប់រយៈពេល3ឆ្នាំសារមន្ទីរសសរជាសារមន្ទីរទំនើបនិងដំបូងគេបង្អស់ដែលផ្ដល់ចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ចរូបិយវត្ថុនិងសង្គមក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាលោកមូថុនបានមានប្រសាសន៍បើកកម្មវិធីរត់ 10000 ជំហានដើម្បីសិស្ស 10000 នាក់ដែលគូបញ្ជាក់ថាសម្រាប់ខេត្តបាត់ដំបងទៅតែចាប់ផ្ដើមនៅក្នុងឆ្នាំនេះយុទ្ធនាការនេះចាត់ទុកថាជាវេទិកាមួយជាឱកាសមួយសម្រាប់បងប្អូនជាពិសេសយុវជនយុវតីទាំងអស់ដែលបានកំពុងនឹងសិក្សារៀនសូត្រគិតថាជានិមិត្តរូបទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់នៅក្នុងការហាត់កីឡាផងនិងការសិក្សារៀនសូត្រផងជាពិសេសការអានចាប់ពីថ្ងៃនេះតទៅត្រូវចូលរួមបង្កើននៅការអានឲ្យបានច្រើនដើម្បីជាទម្លាប់ទាំងអស់គ្នាកាលណាអានច្រើនយើងចេះច្រើនហើយក៏ធ្វើឲ្យចំណេះវិជ្ជារបស់យើងកាន់តែកើនឡើងប្រទេសយើងក៏កាន់តែរីកចម្រើនក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាយើង